បាទពេលបងប្អូនចូលមកជាលើកដំបូងគឺបងប្អូននឹងឃើញមាន new chat មួយបាទហើយជាធម្មតាគឺយើងចូលមកកន្លែង AI chat នេះតែម្ដងមាន new chat ហើយនឹងមានការស្វាគមន៍បែបនេះបាទហើយបងប្អូនក៏អាចបង្កើត chat បានច្រើនផងដែរចឹងដូចខ្ញុំមានស្រាប់គឺមាន chat ច្រើនមែនតើចឹងយើងអាចបង្កើត chat ថ្មីដោយសារដោយការចុចទៅលើប៊ូតុង new chat បាទ ហើយយើងឆាតយ៉ាងម៉េចគឺយើងឆាតនៅផ្នែកខាងក្រោមនេះបាទខាងក្រោមគឺយើង scroll បន្តិចឃើញមានកន្លែងដែលយើងបញ្ចូលទាក់ទងទៅនឹងការសួររបស់យើងសំណួររបស់យើងណាឬក៏ពាក្យបញ្ជារបស់យើងបាទហើយជាធម្មតាគឺប៊ូតុង Gate ខ្មែរ AI នេះគឺបើកតែម្ដងអញ្ចឹងកន្លែងហ្នឹងគឺបញ្ជាក់ថាការឆ្លើយតបរបស់ AI គឺជាភាសាខ្មែរបាទអញ្ចឹងខ្ញុំនឹងបញ្ជាទាក់ទងនឹង AI របស់យើង ចឹងខ្ញុំចង់ឲ្យ AI និយាយអំពីប្រាសាទអង្គរវត្តបាទចឹងខ្ញុំបញ្ជាភាសាអង់គ្លេសបានបាទ scribe អឺ scribe អង្គរវត្ត100 words បាទចឹងខ្ញុំបញ្ជាភាសាអង់គ្លេសទេតែ AI របស់យើងនឹងចេញជាភាសាខ្មែរឲ្យតែម្ដងបាទចឹងខ្ញុំចុចបញ្ជូនហើយគឺបញ្ជាហើយបាទអូខេអញ្ចឹង AI យើងធ្វើការឆ្លើយតបពីព័ត៌មានអំពីប្រាសាទអង្គរវត្តហើយចំនួន100ពាក្យបាទផ្សេងលឿនមែនតើបាទអូខេអញ្ចឹងនេះគឺជាការបញ្ជារបស់ខ្ញុំជាភាសាអង់គ្លេសឥឡូវខ្ញុំសាកបញ្ជាភាសាខ្មែរវិញបាទអញ្ចឹងខ្ញុំអាចដាក់សូមបាទសូមពណ៌នាអំពីប្រាសាទអង្គរវត្តបាទបាទ100ពាក្យបាទ100ពាក្យអញ្ចឹង AI យើងគឺទោះបីយើងបញ្ជាភាសាអង់គ្លេសឬក៏ខ្មែរគឺឆ្លើយតបជាភាសាខ្មែរដោយសារតែប៊ូតុងនៅខាងក្រោមនេះគឺជាភាសាខ្មែរបាទអូខេអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងទាក់ទងនឹងបទពិសោធន៍ដំបូងនៃដែលបងប្អូនចាប់ផ្ដើមប្រើ Game Master AI ហើយយើងចូលមកគឺយើងអាចឆាតបញ្ជាឬក៏សួរទៅលើ AI របស់យើងតែម្ដងបាទសូមអរគុណ